ផឹកនេះខ្ញុំនឹងចេញដំណើរពីផ្ទះយើងទៅក្រុងកំពង់ចាមហើយបានយើងចេញទៅភ្នំពេញគ្នាយើងតោះមកមើលទស្សនវិជ្ជាពេលផឹកទាំងអស់គ្នាអត់មានអីច្រើនទេតបមកយើងមកដល់ផ្សារមកកន្លែងតែដឹងឈ្មោះអីទេដោយសារតែខ្ញុំអត់ហួរនៅតំបន់ហ្នឹងអ្នកគ្នាតំបន់ស្ពាននេះខ្ញុំធ្លាប់មកម្ដងគ្នាយើងប៉ុន្តែខ្ញុំភ្លេចឈ្មោះបាត់គ្នាយើងនៅក្រុងកំពង់ចាមប្រហែលជាស្គាល់ច្បាស់អាស្ពាននឹងគ្នាយើងគ្រាន់តែថាការខ្ញុំមកកាលមុនមានអារម្មណ៍ថាទឹករៀងច្រើនទៅមើលទៅឃើញស្អាតតែដល់ពេលលើកនេះវារៀងកោកមើលទៅអត់សូវស្អាតទេកាលមុនស្អាតតែគ្នាយើងខ្ញុំជិះតាមហ្នឹងឲ្យតែមកដល់ក្រុងកំពង់ចាមគឺថាខ្ញុំវិញទៅវិញផ្លូវមកអ្នកទាំងអស់គ្នាខ្ញុំរកកន្លែងញ៉ាំបាយអាកន្លែងច្រកចេញចូលគ្នាយើងមានកាហ្វេមួយកន្លែងដែលខ្ញុំញ៉ាំទៅឆ្ងាញ់យោស្អីកាទៀវគាត់មកដល់ភ្លាមហ្នឹងដាក់កូនអត់តន់ក្តៅរហូតចូលលេងឆេះមួយហ្គេមបាទប៉ុន្តែអត់តន់បានលេងទេគ្នាយើងដោយសារកាទៀវគេធ្វើហើយឥឡូវកាទៀវយើងបានហើយគ្នាយើងកាទៀវហ្នឹងឆ្ងាញ់ឥឡូវកាហ្វេខ្ញុំហើយឡូវទេអូខ្ញុំភ្លេចដកស្រោមដៃមកពាក់ចាធម្មតាខ្ញុំមកពេញមកពេញបាទទីនេះយើងរត់តាំងចេះហេងមើលកម្រងមកពេញហ្នឹងគឺថាខ្ញុំដូរដៃប្រាំងវាទាំងសងខាងឯងគ្នាយើងដោយសារអារបស់ដែលខ្ញុំប្រើបច្ចុប្បន្នហ្នឹងគឺវាអត់ល្អទេយើងដាក់ដៃលេងហ្នឹងនេះហ៎ខ្ចីអញ្ជៀនអ្នកធ្វើយកពាក់លេងសិនគ្នាយើងហ៎អ្នកលេងតោប៉ុណ្ណឹងអ្នកលេងតោប៉ុណ្ណឹងឥឡូវយើងតដៃមុនហ្នឹងវាពិការដៃឥឡូវវាមានដៃវិញហើយដៃចាស់វាយើងមកពងឲ្យស្គាល់ធ្វើឯណាគ្នាមើលដៃអង្គយ៉ាមកបត់អើយដងមកចិត្តហើយ 100% យើងនៅយកម៉ូតូទៅលាងទឹកលាងអីទេគ្នាយើងឥឡូវកំពុងតែចាប់ដាក់នេះវាវិញអានេះដោយសារតែខ្ចៅរបស់វាមើលទៅចាស់ឆេះច្រើនខ្លាំងពេកអ្នកគ្នាក៏ខ្ញុំដូរដាក់ទីធានាមអញ្ចឹងណាឲ្យវាលើកសម្រស់ម៉ូតូយើងតិចទៅព្រោះដោយសារខ្ចៅពីរបស់វាមកគឺថាចាប់ផ្ដើមឆេះហើយអញ្ចឹងខ្ញុំដូរដាក់ទីធានាមមកវិញទៅឲ្យវាស្អាត ដ
ដោយសារតែយើងទៅម្ដោដៃប្រាំងដៃអីចឹងទៅឲ្យជាងគាត់តេះចឹងថាវាជិះទៅ smooth ស្រួលអីអត់